កសិករក្នុងសហគមន៍កសិកម្មព្រៃរំដេងមានជ័យជោគជ័យលើរបរដាំដំណាំបន្លែចម្រុះលោកស្រីហូសៀតរស់នៅភូមិមេសាងឃុំព្រៃរំដេងស្រុកមេសាងខេត្តព្រៃវែងជាសមាជិកសកម្មមួយរូបនៃសហគមន៍កសិកម្មព្រៃរំដេងមានជ័យបាននឹងកំពុងបង្ហាញពីសក្តានុពលនៃវិស័យកសិកម្មក្នុងតំបន់តាមរយៈការចាប់យករបរដាំដុះបន្លែចម្រុះដើម្បីផ្គត់ផ្គង់ទីផ្សារនិងលើកកម្ពស់ជីវភាពគ្រួសារនៅក្នុងចំការរបស់លោកស្រីមានការដាំដុះបន្លែជាច្រើនប្រភេទដែលសុទ្ធសឹងតែជាតម្រូវការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់រួមមានស្ពៃក្តោបស្ពៃបូកូសាឡាត់ដើមនិងសាឡាត់ផ្កាល្ពៅត្រឡាចនិងសសក់ទ្រើងការខិតខំប្រឹងប្រែងរបស់លោកស្រីហូសៀតមិនត្រឹមតែជួយឲ្យគ្រួសារមានចំណូលទៀងទាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមចំណែកជាមួយសហគមន៍ក្នុងការធានាឲ្យបាននៅសន្តិសុខស្បៀងនិងការផ្គត់ផ្គង់បន្លែស្រស់ៗដែលមានគុណភាពសម្រាប់តំបន់ផងដែរសកម្មភាពនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសហគមន៍កសិកម្មមូលដ្ឋានក្នុងការជំរុញឲ្យកសិករប្រែភាពឆ្លៀសវៃនិងចេះដាំដុះតាមតម្រូវការទីផ្សារបាទអត្ថបទនេះគឺដកស្រង់ចេញពី page ព្រៃវែងខេត្តខ្ញុំបាទដែលគាត់បានលើកយកបទពិសោធន៍របស់កសិករហូសៀតមកចែករំលែកទៅដល់បងប្អូនយើងដើម្បីទុកជាបទពិសោធន៍ក៏ដូចជាការឆ្លុះបញ្ចាំងពីសកម្មភាពពីតថភាពមួយនៅក្នុងភូមិមេសាងឃុំព្រៃរំដេងដែលប្រជាកសិករយើងយកចិត្តទុកដាក់ដាំដំណាំបន្លែចម្រុះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារក៏ដូចជាផ្គត់ផ្គង់តម្រូវការទីផ្សារបាទហើយសម្រាប់បងប្អូនថ្មីដែលមិនទាន់បាន Subscribe Channel យើងខ្ញុំសូមជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីដែលយើងខ្ញុំបានចែករំលែកអស់រយៈពេលជាង2ឆ្នាំមកហើយបាទ